កូនមានឪពុកជីវិតរបស់ឪពុកតាំងពីមានកូនរហូតមកដល់ខណៈនេះសេចក្តីប្រាថ្នារបស់ឪពុកដែលមានចំពោះកូនគឺសូមឲ្យកូនមានការចេះដឹងល្អនិងមានការប្រព្រឹត្តល្អទ្រព្យសម្បត្តិមិនមែនជារបស់សំខាន់ខ្លាំងណាស់ណាទេក្នុងការដែលឪពុកម្ដាយចែកឲ្យកូននោះតែការចេះដឹងល្អនិងការប្រព្រឹត្តល្អជាសម្បត្តិដ៏សំខាន់ដ៏ក្រៃលែងដែលឪពុកនិងម្ដាយប្រាថ្នាប្រគល់ឲ្យដល់កូនជាទីស្រឡាញ់និងជាទីហួងហែងរហូតមកបើកូនធ្វើតាមពាក្យដែលឪពុកនិងម្ដាយណែនាំផលនឹងកើតបានជាគុណតម្លៃនិងជាសេចក្តីសុខឲ្យដល់កូនរួមទាំងគ្រួសារព្រមទាំងអ្នកដែលនៅជុំវិញកូនទៀតផងកតញ្ញូតាការដឹងគុណជាទុនជីវិតពិតដ៏ឆ្នើមជួយញ៉ាំងបារមីធំសម្បើមនិងជាដង្ហើមនៃកុសលកតញ្ញូតាការដឹងគុណនាំចាកទារុណបាបកង្វល់គឺជាបញ្ញាគ្រឿងតម្កល់នាំខ្លួនចូលដល់កុសលកម្មគុណធម៌ល្អណាស់ក្នុងខ្លួនមនុស្សកូនកុំប្រទុះត្រូវចងចាំជាធម្មតាគុណគ្មានប្រេះស្រាំទោះយូរខែឆ្នាំនៅតែល្អបើកូនចង់បានជាមនុស្សពិតត្រូវមានគំនិតថ្លៃបវរកូនកុំយកខ្មៅធ្វើជាសកុំយកគុណល្អមកជន់ឈ្លីកូនមានឪពុកសេចក្តីអត់ធន់ចំពោះការសិក្សាការចេះដឹងប្រសើរជាងសេចក្តីអត់ធន់ចំពោះភាពតល់ក្រកូនរបស់ឪចូលអត់ធន់និងប្រឹងប្រែងតស៊ូក្នុងការសិក្សារៀនសូត្រខំរៀនដឹងរបស់ផ្សេងនៅជុំវិញជីវិតហើយនាំយកការចេះដឹងមកប្រកបការងារដើម្បីកុំឲ្យជួបប្រទះនូវភាពក្រលំបាកនិងដែលជាការសំខាន់ណាស់ទៅទៀតនោះគឺកូនអាចនឹងជួយអ្នកដទៃបានកើតមកជាមនុស្សត្រូវកសាងសមត្ថភាពកូនមានឪពុកវិធីដែលនឹងធ្វើឲ្យកូនបានជាមនុស្សឆ្លាតនិងចេះដឹងសពគ្រប់នោះមិនជាការលំបាកឡើយគឺគ្រាន់តែកូនអានសៀវភៅរាល់ថ្ងៃហើយនៅពេលអាននោះកូនត្រូវមានចិត្តតាំងមាំផងការអានសៀវភៅជាអង្គប្រកបមួយខាងក្រៅនៅមានអង្គប្រកបមួយទៀតដែលជាខាងក្នុងគឺយោនិសោមនសិការៈបានដល់ការពូកែគិតក្នុងហេតុផលអង្គប្រកបទាំងពីរនេះនាំឲ្យបានចម្រើនបញ្ញាចំណេះដឹងមានប្រយោជន៍ណាស់ត្រូវខំប្រឹងប្រែងស្វែងរកយកមកដាក់ខ្លួន23ភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាភ្លាត់មិនតន់ធ្លាក់ជ្រៅប្រឹងឡើងណាពើកុំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសុបសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះក្នុងលោកនេះឥតមានអ្នកណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននិងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមមួនអត់ធន់ជាឪរក្សាក្រងស្ងួនគុណធម៌ក្នុងខ្លួនដូចខែខាងខ្នើតខន្តីដូចថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកទ្រាំណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណគប់ហោកូនមានឪពុកកូនចូលញញឹមដាក់អ្នកដតីដោយដែលកូនប្រាថ្នាឲ្យអ្នកដតីញញឹមមករកកូនអីចឹងឯងបើកូនញញឹមដាក់កញ្ចក់ក៏ញញឹមដាក់កូនវិញនៅពេលកូនខឹងក្រោធនឹងបុគ្គលណាកូនសាកល្បងរត់ទៅឆ្លោះមុខខ្លួនឯងក្នុងកញ្ចក់មើលកូននឹងជួបយក្សនៅក្នុងកញ្ចក់នោះពិតជាមិនខានឡើយកូនមានឪពុកការស្រឡាញ់មិនមានដាក់លក់ឡើយ
បើកូនចង់បានកូនត្រូវធ្វើយកដោយខ្លួនឯងពេលកូនឲ្យសេចក្តីស្រឡាញ់ទៅអ្នកដទៃអ្នកដទៃនឹងឲ្យសេចក្តីស្រឡាញ់ត្រឡប់មកដល់កូនវិញបើកូនចង់ឲ្យអ្នកដទៃស្រឡាញ់ពិតៗសូមកូនធ្វើឲ្យបានតែម្យ៉ាងក៏ល្មមគ្រប់គ្រាន់គឺធ្វើខ្លួនឲ្យគួរស្រឡាញ់អ្នកដទៃដោយមេត្តាជាការប្រសើរកូនមេឪពុករាល់យប់មុននឹងចូលគេងកូនកុំភ្លេចថ្វាយបង្គំព្រះគឺព្រះពុទ្ធព្រះធម៌និងព្រះសង្ឃហើយកូនត្រូវនឹកដល់គុណមាតាបិតាផងព្រមទាំងអ្នកមានគុណផ្សេងទៀតផងដែរបើកូនធ្វើបានដូចនេះកូននឹងបានចម្រើនអូសូមកូនកុំភ្លេចតាំងចិត្តមេត្តាដល់សត្វទាំងឡាយផងណាកូនមេឪពុកកូនក៏បីនឹកជានិច្ចនៅពេលដែលកូនមានការធុញទ្រាន់ក្នុងការរៀនសូត្រសូមកូនគិតថាការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសម្រេចការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសុខការរៀនសូត្រជាទ្វារចូលទៅរកជ័យជំនះវិជ្ជាទុកជាភ្នែកការប្រព្រឹត្តទុកជាជើងកូនមេឪពុកបើកូនប្រាថ្នាជាមនុស្សល្អកូនគួរដឹងពេលវេលានិងគួរបដិបត្តិឲ្យត្រូវពេលដល់ពេលញ៉ាំកូនត្រូវញ៉ាំដល់ពេលគេងកូនត្រូវគេងដល់ពេលក្រោកកូនត្រូវក្រោកដល់ពេលរៀនកូនត្រូវរៀនដល់ពេលលេងកូនសឹមលេងដល់ពេលដែលត្រូវធ្វើនៅអ្វីណាកូនត្រូវតែធ្វើនៅអ្វីនោះឲ្យពិតប្រាកដពេលវេលាទំពាស៊ីនៅសពសត្វកូនមេឪពុកបើកូនជួយខ្លួនឯងមិនបានអ្នកខុសគឺពុកនិងម៉ែតែបើកូនជួយខ្លួនឯងបានអ្នកដែលសប្បាយចិត្តជាងគេគឺឪពុកម្ដាយរបស់កូននឹងឯងពេលមានបញ្ហាតាក់ទងនឹងកូនត្រូវកូនរកហេតុនៃបញ្ហាហើយយកមកពិចារណាកែខៃកូនត្រូវដោះស្រាយបញ្ហាដោយបញ្ញាកុំដោះស្រាយបញ្ហាដោយការខឹងក្រោធឲ្យសោះនៅពេលខឹងមនុស្សយើងតែងតែល្ងងកូនមេឪពុកកូនត្រូវដឹងថាធម៌រមែងរក្សាឲ្យយើងមានសេចក្តីសុខតែធម៌នឹងមករក្សាយើងមិនបានឡើយបើយើងមិនចូលទៅរកធម៌ទេនោះប្រៀបដូចជាអាហារនឹងមកឲ្យយើងឆ្អែតមិនបានដោយពិតបើយើងមិនទៅរកបរិភោគនៅអាហារនោះទេយ៉ាងណាមិញធម៌ក៏យ៉ាងនោះដែរបើយើងមិនយកមកបដិបត្តិទេធម៌ក៏ជួយអ្វីយើងមិនបានឡើយដូច្នេះក្នុងការដែលយើងនឹងមានសេចក្តីសុខសេចក្តីចម្រើនទៅបាននោះក៏ព្រោះតែយើងបានបដិបត្តិនៅធម៌នឹងឯងធម៌ជារបស់ចាំបាច់ក្រៃលែងជាងអាហារក្រៃលែងជាងខ្យល់អាកាសនិងក្រៃលែងជាងអ្វីៗទាំងអស់ព្រោះធម៌ធ្វើឲ្យជីវិតយើងមានគុណតម្លៃកូនមេឪពុកកូនកុំឆ្លោះជាមួយអ្នកដទៃកូនកុំនិយាយអាក្រក់ពីគេកូនកុំមើលងាយមើលថោកដល់អ្នកណាឡើយកូនកុំខឹងក្រោធដល់អ្នកដទៃងាយបើកូនខឹងកូនត្រូវដើរទៅងូតទឹកទៅអានសៀវភៅហើយកូនត្រូវទន្ទិញពាក្យថាឲ្យអភ័យអភ័យទានជាទានដ៏ប្រសើរកូនមេឪពុកកូនត្រូវជួយអ្នកដទៃជួយដោយស្មោះត្រង់ជួយដោយការនិយាយជួយដោយការប្រឹក្សាជួយដោយកម្លាំងកាយក្នុងការងារដែលត្រឹមត្រូវការជួយអ្នកដទៃធ្វើឲ្យកូនបានសប្បាយចិត្តនៅពេលដែលការងារបានសម្រេចទឹកចិត្តល្អគឺជាទីប្រាថ្នារបស់មនុស្សក្នុងលោកឪសូមឲ្យកូនមានទឹកចិត្តល្អដល់មនុស្សសត្វទាំងឡាយទឹកចិត្តល្អប្រៀបដូចជាទឹកបរិសុទ្ធកូនមេឪពុកម្ដាយមានតែចាស់ទៅនឹងនៅចិញ្ចឹមកូនរហូតមិនបានឡើយកូនត្រូវរកវិជ្ជាជួយខ្លួនឯងបើកូនបានសុខឪពុកម្ដាយសប្បាយចិត្តពុកនិងម៉ែតែប៉ុណ្ណេះចេះតែចាស់ប្រាកដណាស់ច្បាស់ជាព្រាត់ខាត់មិនបានកូនត្រូវខំនាំវិជ្ជាមកដាក់ប្រាណទៅកូនបានទីពំនឹងពឹងអាស្រ័យមនុស្សអត់វិជ្ជាដូចនាវាអត់ចង្កូតកូនមេឪពុកការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អបើកូនទៅណាមកណាកុំឲ្យគេរងចាំ
មុននឹងកូនទៅទីណាកូនត្រូវប្រាប់អ្នកធំក្នុងផ្ទះឬក្នុងកន្លែងនោះកាលគេបានដឹងហើយគេនឹងជួយទំនុកបម្រុងកូនក្នុងកិច្ចការដែលចាំបាច់សុជីវធម៌កើតមកពីការក្រែងចិត្តអ្នកដទៃកូនមេឪពុកកូននៅទីណាក៏ដោយមិនត្រូវសាងសត្រូវឡើយបើកូនជាមិត្តនឹងមនុស្សគ្រប់គ្នាមនុស្សគ្រប់គ្នាក៏ជាមិត្តជាមួយនឹងកូនដែរកូនចូលនឹករលឹកជានិច្ចថានៅលើផែនដីនេះបើយើងមានសត្រូវតែម្នាក់ក៏វាច្រើនណាស់ទៅហើយចូលកូនកុំពេញចិត្តធ្វើឲ្យគេស្អប់ទាំងកូនខ្លួនឯងក៏កុំជួយចិត្តស្អប់អ្នកដទៃឡើយសាងមិត្តកុំសាងសត្រូវកូនមានឪពុកបើអ្នកដទៃធ្វើខុសមកលើកូនចូលកូនកុំយកកំហឹងទៅទល់នឹងកំហល់ឲ្យសោះកូនត្រូវឲ្យអភ័យហើយត្រូវសម្លឹងទៅរកសេចក្តីល្អរបស់គេឲ្យបានច្រើនបើកូនរកអំពើល្អរបស់គេមិនឃើញទេកូនត្រូវតែអាណិតគេព្រោះគេកំពុងតែមានគ្រោះកាចចូលកូនមានឪពុកចាំទុកថាគេមានផ្នែកបែកមិនល្អកូនកុំខ្នើសកូនត្រូវជ្រើសរើសយកសល្អគេមានជាប្រយោជន៍ហោចប្រកាន់ឆ្ពោះនិព្វានខុសប៉ុន្មានជាបាបគ្រោះរបស់គេការគ្រប់គ្រងចិត្តនាំមកនូវសេចក្តីសុខកូនមានឪពុកកូនត្រូវតែជាមនុស្សល្អដូចតទៅ 1. ជាកូនដែលល្អរបស់ឪពុកម្ដាយ 2. ជាសិស្សដែលល្អរបស់គ្រូអាចារ្យ 3. ជាមិត្តដែលល្អរបស់មិត្ត 4. ជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិ 5. ជាសាវកល្អរបស់ព្រះសម្មាសម្ពុទ្ធចូលកូនមានជីវិតត្រឹមត្រូវនៅក្នុងโลกនេះដោយខំប្រឹងសាងនូវសុចរិតពិតប្រាកដចូលកូនរស់នៅឲ្យបានជាសេចក្តីសង្ឃឹមរបស់មនុស្សទាំងឡាយចូលកូនប្រាថ្នាឲ្យពិភពលោកបានជួបនៅសេចក្តីសុខស្ងប់